រឿងប្រវត្តិគ្រុឌនិងនាគសត្វដែលមានអានុភាពខ្លាំងគ្រុឌជាស្ដេចបក្សីតំណាងឲ្យធាតុឈ្មោលនាគជាស្ដេចល្មូនតំណាងឲ្យធាតុញីធាតុទឹកគ្រុឌស្អប់នាគចូលចិត្តជន់នាគនិងចាប់នាគស៊ីជាអាហារដែលជាតិសាសន៍ជាច្រើនបានយកមកធ្វើជាសិល្បៈស្ថាបត្យកម្មនិងសាងរូបទាំងនោះឡើងដោយឡែកកម្ពុជាយកនិមិត្តរូបសត្វនាគតំណាងឲ្យព្រះនគរមាតាធិបតេយ្យគឺនាងនាគនៅតាមវត្តអារាមនិងព្រះវិហារនានាគេឃើញសំណង់មានរូបសត្វគ្រុឌនៅផ្នែកខាងលើនៃសសរអារាមចំណែករូបសត្វនាគគឺមាននៅតាមបង្កាន់ដៃនៃកម្មចិន្តាវត្តអារាមក្នុងព្រះពុទ្ធសាសនាដោយព្រឹទ្ធាចារ្យយល់ឃើញថារូបសត្វទាំងពីរមានអានុភាពឫទ្ធិចេស្តាច្រើនជាងសត្វដេរឆានដទៃទៀតហើយតំណាងឲ្យភាពរឹងមាំនៃសំណង់ទាំងនោះដែលមានអាយុកាលវែងនិងមានរឿងតាក់ទងជាមួយនឹងនិទានដូចតទៅក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយមានឥសីកស្សបៈមានភរិយាពីររូបគឺនាងកាត្រុនិងនាងវីនីតានាងកាត្រុបានផ្ដល់កំណើតកូនជាសត្វពស់មានចំនួនរាប់ពាន់សពក្បាលហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់ទាំងឡាយនៅលើផែនដីនេះចំណែកឯនាងវីនីតាបានផ្ដល់កំណើតឲ្យសត្វគ្រុឌដ៏មានអំណាចឫទ្ធានុភាពថ្ងៃមួយនាងកាត្រុនិងនាងវីនីតាបានលេងល្បែងភ្នាល់គ្នាដោយបានទាយពណ៌កន្ទុយសេះក្បាល7អាចហោះបានដែលកើតចេញពីការកូរសមុទ្រទឹកដោះនាងកាត្រុបានទាយថាកន្ទុយសេះនេះមានពណ៌ខ្មៅរីឯនាងវីនីតាបានទាយថាមានពណ៌សពួកគេទាំងពីរបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់គឺត្រូវតែបម្រើអ្នកឈ្នះនាងកាត្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើឲ្យកូនរបស់ខ្លួនដែលជាសត្វនាគខ្លែងខ្លួនធ្វើជាសេះនោះមានកន្ទុយពណ៌ខ្មៅដូច្នេះហើយនាងវីនីតាត្រូវបម្រើនាងកាត្រុនិងកូននាងកាត្រុធ្វើបាបនាងវីនីតាយ៉ាងខ្លាំងក្លាគ្រប់ពេលវេលាប៉ុន្តែក្រោយមកពួកនាគថានឹងព្រមដោះលែងគ្រុឌនិងម្ដាយប្រសិនបើគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបានគ្រុឌបានប្រឹងប្រែងយ៉ាងខ្លាំងហើយទីបំផុតក៏ទទួលបានទឹកអម្រឹតហើយបានរំដោះខ្លួននឹងម្ដាយពីទេសភាពរបស់នាគនិងនាងកាត្រុក្រោយមកគ្រុឌនិងម្ដាយបានដឹងពីល្បិចនេះហើយបានដាក់បណ្ដាសាដល់នាងកាត្រុថារាល់កូនរបស់នាងកាត្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីកូនរបស់ខ្លួនសត្វនាគជាចំណីរបស់សត្វគ្រុឌនិយាយការដែលគ្រុឌទៅលួចយកទឹកអម្រឹតពីព្រះឥន្ទគ្រុឌបានសម្ដែងឫទ្ធិចេស្តាយ៉ាងអស្ចារ្យមានភាពស្មោះត្រង់រហូតបានដឹងដល់ព្រះវិស្ណុហើយព្រះវិស្ណុបានផ្ដល់ពរជ័យព្រមទាំងយកគ្រុឌធ្វើជាយានជំនិះរបស់ព្រះអង្គអានុភាពហោះហើររបស់គ្រុឌលឿនដូចជារន្ទះហើយកម្លាំងខ្យល់ពីស្លាបរបស់គ្រុឌគឺខ្លាំងលើសព្យុះសង្គ្រាមនានាព្រះឥន្ទបានមកស្កាត់ផ្លូវគ្រុឌប៉ុន្តែអ្នកទាំងពីរមិនប្រយុទ្ធគ្នានោះទេដោយគ្រុឌសន្យាថានឹងប្រគល់ទឹកអម្រឹតនោះដល់ព្រះឥន្ទវិញក្រោយពេលប្រគល់ទឹកអម្រឹតឲ្យសត្វនាគហើយព្រះឥន្ទសន្យាថានឹងធ្វើឲ្យបណ្ដាសា
របស់គ្រុឌនិងម្ដាយคล้ายជាការពិតនៅពេលយកទឹកអម្រឹតមកដល់មុខនាគហើយនោះគ្រុឌបានប្រើល្បិចដោយប្រាប់ដល់នាគថាចាំបាច់ត្រូវតែធ្វើពិធីជាមុនសិនមុនពេលផឹកទឹកអម្រឹតនេះហើយនៅពេលដែលពួកនាគកំពុងតែធ្វើពិធីនោះព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញតែកំពប់ទឹកខ្លះនៅលើស្មៅនៅពេលដែលឃើញទឹកអម្រឹតកំពប់លើស្មៅដូចនេះពួកនាគទាំងឡាយខំប្រឹងលិតទឹកអម្រឹតទាំងនោះរហូតដល់អណ្ដាតនាគប្រះជាពីរដោយសារស្មៅរហូតមកដល់សពថ្ងៃនេះព្រះវិស្ណុបានផ្ដល់វេហាទាំងមូលជាទីលំនៅរបស់គ្រុឌហើយរៀបការគ្រុឌជាមួយនាងឧណាតីនៅក្នុងរឿងទេវកថាមួយដំណាថាសត្វគ្រុឌមានខ្លួនដូចជាមនុស្សតែមានក្បាលជាបក្សីពួកគ្រុឌមានអំណាចវេទមន្តអាចក្រឡាខ្លួនទៅជាមនុស្សបាននៅពេលដែលពួកគេមានបំណងចង់មានទំនាក់ទំនងជាមួយមនុស្សលំនៅឋានរបស់ពួកគ្រុឌគឺមាននៅក្នុងព្រៃស៊ីមបាលីលើដើមឈើសូត្រកបាសនៅថ្ងៃមួយស្ដេចគ្រុឌមានស្នេហាជាមួយនឹងស្ត្រីមនុស្សលោកដំណើរគ្នាទៅនឹងស្ដេចនាគដែលជាសត្វមានអំណាចវេទមន្តនៃការក្រឡាខ្លួនទៅជាមនុស្សបានដូចគ្នាគួរផ្សំនឹងការប្រណាំងប្រជែងនៅក្នុងរឿងនេះស្ដេចគ្រុឌបានប្រកាសសង្គ្រាមប្រយុទ្ធនឹងស្ដេចនាគយ៉ាងខ្លាំងក្លាតែភាពវៃឆ្លាតរបស់ស្ដេចនាគធ្វើឲ្យសង្គ្រាមមួយនេះមិនអាចដឹងចាញ់ឈ្នះឡើយក្រោយមកមានក្រុមតាបសដែលគាំទ្រពួកគ្រុឌបានបង្ហើបឲ្យដឹងអំពីចំណុចខ្សោយរបស់សត្វនាគប្រាប់ទៅពួកគ្រុឌដែលបានបង្រៀនពួកគ្រុឌអំពីរបៀបដើម្បីចាត់ការស្ដេចនាគដោយខំកន្ទុយហើយបង្ខំឲ្យក្អួតចេញនៅដុំភ្លើងគុជនាគនោះធ្វើឲ្យពួកនាគហត់នឿយនិងអស់អំណាចនៃដុំគុជភ្លើងនោះពួកគ្រុឌបានចាប់ក្បាលពួកនាគនិងសម្លាប់ចោលហើយទំពាស៊ីជាអាហារក្រោយពីពួកនាគដឹងខ្លួនថាមិនអាចប្រយុទ្ធឈ្នះពួកគ្រុឌបានពួកនាគក៏ទៅសុំជំនួយពីព្រះវិស្ណុក៏ស្នើឲ្យមានការផ្អាកប្រយុទ្ធនិងព្រមព្រៀងគ្នារវាងស្ដេចគ្រុឌនិងស្ដេចនាគក្រោយមកព្រះវិស្ណុសន្យាថានឹងឲ្យមនុស្សលោកដាក់តាំងរូបស្ដេចគ្រុឌនៅក្នុងស្ថានភាពល្អគ្មានគូប្រៀបមួយគឺនៅតាមផ្នែកខាងលើសសរស្ដំនៃដំណាក់ព្រះវិហារវត្តអារាមនិងតាមលំនៅឋាននានាទោះជាយ៉ាងណាព្រះវិស្ណុក៏ចង់ឲ្យស្ដេចគ្រុឌធ្វើជាយានជំនិះរបស់ខ្លួនក្នុងការព្រមព្រៀងនេះដែរស្ដេចគ្រុឌក៏យល់ព្រមធ្វើជាយានជំនិះរបស់ព្រះវិស្ណុរហូតមកដល់សពថ្ងៃនេះចុងក្រោយពពួកគ្រុឌស្ថិតក្នុងចំណោមដែលត្រូវបានតែងតាំងដើម្បីការពារភ្នំព្រះសុមេរុនិងលំហអាកាសពីការវាយប្រហាររបស់ពួកអសុរាចំណែកស្ដេចនាគត្រូវបានព្រមព្រៀងដើម្បីបង្អុរភ្លៀងដល់មនុស្សលោកក្នុងទ្វីបទាំង4រហូតមកដល់សពថ្ងៃនេះដូច្នេះហើយបានជាគេឃើញរូបសត្វគ្រុឌតែងតែនៅពីលើរូបសត្វនាគនៅតាមព្រះវិហារវត្តអារាមសំណង់ជាកន្លែងកំសាន្តនិងនៅតាមលំនៅគេហដ្ឋានធំរហូតមកដល់សពថ្ងៃនេះរឿងប្រវត្តិស្ដេចនាគនិងគ្រុឌសូមចប់តែត្រឹមប៉ុណ្ណេះសូមអនុមោទនា